សួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណសួស្តីប្រិយមិត្តពុកម៉ែបងប្អូនសាច់រឿងតពីភាគមុនបន្ទាប់ពីចយបានមើលថែប្រពន្ធអស់ជាច្រើនខែព្រោះនាងបានធ្លាក់ខ្លួនឈឺព្រោះតែគ្រោះថ្នាក់ចរាចរណ៍ឲ្យរូគេបានរត់ថ្នាំព្យាបាលអស់ជាច្រើនខែមិនជានោះទេបន្ទាប់មករូគេបានទៅលួចថ្នាំមួយយ៉ាងយកមកចាក់ឲ្យប្រពន្ធពេលនេះនាងជាហើយក៏ប៉ុន្តែនាងកើតជាអាបដោយមិនដឹងខ្លួនឡើយនៅយប់មួយម៉ោង 2 រំលងអាត្រៀតរូគេកំពុងតែដេកសុកភ្ញាក់ឡើងប្រពន្ធរបស់គេស្រាប់តែបាត់ក្បាលភ្លាមតែម្ដងហើយរូគេក៏គិតថាប្រហែលជាមានចោរលួចកាត់ក្បាលប្រពន្ធរបស់គេហើយបានទាញដំបងមួយយ៉ាងធំចូលទៅក្នុងបន្ទប់ផ្ទះបាយខណៈពេលនោះរូគេបានលើកដំបងបំរុងនឹងវាយចោលតែការពិតមិនមែនចោលឡើយរូគេស្រឡាំងកាំងតែម្ដងនោះគឺជាមីណាប្រពន្ធរបស់ចយពេលនេះនាងកើតជាអាបហើយហេអូនសម្លាញ់អូនគឺជាមនុស្សឬក៏អូនជាអាបមីណាពេលដែលឃើញចយភ្លាមរូបនាងបំរុងស្ទុះទៅហើយស៊ីតែម្ដងក៏ប៉ុន្តែចយមានក្លិនស្អុយខ្លាំងពេកនាងក៏ត្រឡប់ទៅស៊ីសាច់វិញហើយពេលនេះនាងមិនស្គាល់អ្នកណាជាអ្នកណាឡើយព្រោះតែសាច់នៅក្នុងទូទឹកកកឆ្ងាញ់ជាងដោយសារជាតិថ្នាំចម្លែកនោះនាងបានคลายទៅជាអាបស៊ីតែសាច់ឆៅទៅហើយចំណែកចយវិញបានឃើញហេតុការណ៍នេះហើយមិនដឹងធ្វើយ៉ាងណាបានត្រឹមតែអង្គុយយំអូនសម្លាញ់ហេតុអីក៏ទៅជាបែបនេះឲ្យបងធ្វើអ្វីទៀតទៅនៅព្រឹកថ្ងៃបន្ទាប់មីណាប្រពន្ធរបស់ចយបានចូលទៅដេកវិញធម្មតាក៏ប៉ុន្តែមាត់របស់នាងនៅប្រឡាក់ឈាមខ្ញុំគិតថាមួយជីវិតនេះនឹងរស់នៅជាមួយគ្នាមានសុភមង្គលហើយតែមើលទៅជីវិតលំបាកលើដើមជីវិតអើយជីវិតកុំតន់ភ្ញាក់អីណាកុំភ្ញាក់អីខ្ញុំទៅមើលការពិតសិនក្រែងយកបីខ្ញុំយកសពណាចយក៏ក្រោកទៅមើលនៅផ្ទះបាយខ្លាចក្រែងរឿងដែលកើតឡើងនៅយប់មិញគឺជាការយកសពទេពេលនេះគេមកពិនិត្យឲ្យដឹងវីវ៉យអ្វីដែលគេបានឃើញគឺសុទ្ធតែការសំណល់សពតែឆ្អឹងនេះជាស្នាដៃប្រពន្ធរបស់គេកាលពីយប់មិញវាជាការពិតហើយណាយប់មិញខ្ញុំមិនបានយកសពនោះទេមើលទៅនាងដូចជាបាត់បោះស្មារតីចាស់ខ្ញុំប្រយ័ត្នប្រមូលវាទុកកុំឲ្យនាងឃើញទៅបានវីវ៉យប្រយ័ត្នមកលឿនឡើងស៊ីច្រើនម្លឹងខ្ញុំប្រកាសជាក្រមិនខានឡើយជាចាំមិនឲ្យរស់ទៅលឺសូរសំឡេងដើរមកហើយកុំប្រាប់ថាភ្ញាក់ពីដំណេកហើយប្តីសម្លាញ់ហើយធ្វើស្អីគេទាំងព្រឹកហ្នឹងអោហើយឆ្អឹងអីគេច្រើនមកម៉ែបងបានទិញឆ្អឹងទុកឲ្យឆ្កែយើងស៊ីបាត់ជាចម្លែកដល់ហើយឆ្កែរបស់យើងស៊ីច្រើនម្លងមែនទេប្តីបាទបងចយថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចជាឃ្លានចម្លែកដល់ហើយនេះតើបងមានស្អីស៊ីដែរទេយកបិចស៊ីសាច់អស់ជាង10គីឡូទៅហើយព្រឹកឡើងមិនទាន់ឃ្លានបាត់ទៀតតែមិនចឹងបាទមានណាចាប់បងទៅជៀនពងទាឲ្យតែអស់ហ្គាសហើយចាប់បងឲ្យប្រើកម្ដៅថ្ងៃដុតវិញល្អជាងតោះហើយធ្វើអីក៏បានដែរតែកុំឲ្យឆ្អិនពេកណាខ្ញុំចូលចិត្តឆៅចូលចិត្តឆៅបាទអញ្ចឹងខ្ញុំប្រញាប់ទៅមុជទឹកសិនហើយណាអូយជីវិតចយអើយមិនក៏កំសត់បែបនេះមករស់នៅជាមួយខ្មោចចាប់ហើយដល់សារវាអស់ហ្គាសណាទៅខ្ញុំមកជៀនពោកទាបែបនេះចូលភាសាឲ្យមេឃមិនតាន់ភ្លៀងទៀតបើថ្ងៃក្តៅចောက်ឆេះត្បងបីក្របសង្ឃឹមថានាងស៊ីឆ្អែតទៅចោះអូលោកប្អូនចយឲ្យកំពុងធ្វើស្អីដងមេភូមិព្រឹកឡើងមានរឿងអីទៅបានជាមកដល់ផ្ទះខ្ញុំជើប្រហែលថ្ងៃនេះមេឃវាក្តៅខ្លាំងពេកពូក៏បានបូបទឹកដាក់ស្រែដែររួចក៏ចាប់បានត្រីខ្លះបន្ទាប់មកយកមកឲ្យឯងមួយនេះយកមកធ្វើម្ហូបទៅវាស្រស់ខ្លាំងណាស់អើយតាម៉េចត្រីវាឆ្អាបខ្លាំងណាស់ហើយស្រស់ទៀតអូទៅរួចដោយរបៀបណាវើយឮថាត្រីស្រស់មែនទេពូមេភូមិស្រវាំងភ្នែកនេះក៏យ៉ាងណាដែរបដៀកអើយត្រីស្រស់បែដែរនេះឆាប់យកវាទៅស្ងោរជ្រក់ទៅណាឆាប់ឲ្យមកជប់លោកមេភូមិមិននឹងអាចស៊ីវាបានទេចយឯងឈួតមែនទេក៏យកត្រីទៅឆ្លហ្នឹង
បាទសូមអភ័យទោសផងពូអើយប្រពន្ធខ្ញុំហូបត្រីមិនបានទេលើកបុនហូបម្ដងយកទៅសង្គ្រោះទៅពេទ្យសឹងមិនតាន់ វាមិនដែលលានត្រីស្រែសោះហ្នឹង ដែរខ្ញុំអត់ចង់និយាយច្រើនទេពូប្រញាប់យកទៅវិញទៅណាហើយខ្ញុំអរគុណដល់ទឹកចិត្តរបស់ពូ តបយកយើងនឹកឃើញថាឯងជាអ្នកស្រុកអ្នកភូមិរបស់យើងណាទើបយើងយកត្រីមកឲ្យជាអំដោយបែរជាឯងមិនទទួលហើយដេកយើងទៅវិញទៀតយកទៅវិញក៏បានដែរធ្វើល្អបានអាច ហើយពីណាបែកកានេះបងកំពុងធ្វើស្អីណាហើយស្កប់ចិត្តដល់អូសម្លាញ់កុំស្លោអីប្រយ័ត្នមេភូមិសង្ស័យចាប់បងទៅផ្សារទិញម្ហូបឲ្យអូខេបានចាំប្រញាប់ទៅបាទ ប្រពន្ធរបស់ចយគ្រាន់តែឮថាត្រីស្រស់នាងក៏បានស្ទុះចេញពីក្នុងផ្ទះភ្លាមចយដឹងសភាពការចាប់នាងតាន់ហើយមិនយកត្រីរបស់មេភូមិទេពេលនេះគេមកផ្សារដើម្បីទិញសាច់ឲ្យនាង ដែរប៊ីសាច់ជ្រូកលក់1គីឡូម៉ានមីង អូចយលក់ដូចតែគេដូចតែឯងចឹងណាវើយឯងចង់បានឆ្អឹងជំនីជើងឬក៏ចង់បានក្បាលតែម្ដង បាទប៊ីមិនចាំបាច់និយាយច្រើនទេខ្ញុំបើយកទាំងអស់តែម្ដងនេះតែ3ហើយប៊ីមិនចាំបាច់លាងទឹកទេណាខ្ញុំត្រូវការសាច់ស្រស់ៗបើនៅឈាមទៅតែល្អ អូតើមិនឯងចង់បើវាយកទាំងអស់អីឯងចាំកពើនៅផ្ទះមែនទេឬក៏ឯងយកទៅឲ្យខ្មោចស៊ីដល់វើយ ប៊ីយកដែរខ្ញុំមានកម្មវិធីជប់លៀងមួយបិទភ័ក្រម្លេច4-10នាក់ដែរណាខ្ញុំអត់ចង់និយាយច្រើនទេមីច្រកលឿនមក អូប៊ីខ្ចប់រួចទៅហើយនេះ អូលឿនរបស់គាត់មេតាឃើញចាអូនសម្លាញ់អើយអូនសម្លាញ់អើយដល់ណាបងពីផ្សារវិញអើយមីណាអើយហើយទុកសាច់ទៅនេះសិនអូនសម្លាញ់អើយដែរណាដឹងបាត់តាណាទៅអូនសម្លាញ់អើយប្រពន្ធសម្លាញ់ដល់ណាដឹងដើររួមមើលតាណាបាត់ហើយអូនសម្លាញ់អើយដល់ណាបងមកពីផ្សារវិញអើយពិតជាចម្លែកមែនណាស់តែកាច់ទៅណាបាត់ហើយឆ្កល់ដល់ហើយឲ្យដល់ចាប់ចាំមួយផ្លេតឯងទៅផ្សារមកវិញបាត់មនុស្សចេទៅណាអញឆៃដល់ណាអូឆៃបើទៅដល់មួយផ្លេតស៊ីមកតិចអស់ហើយបើបែបនេះមែនខ្ញុំមើលប្រកាសជាក្រមិនខានឡើយអើយរ៉ូបឺតព័ត៌មានបន្តិចមើលដែរប្រច័នខ្លាំងពេកកាប់ប្រពន្ធដាច់ដៃមកខាងពិតជាសាហាវមែនសង្ស័យតែប្រើថ្នាំលើកម្រិតហើយណោះចាបងពុំមាននេះសាហាវពេកហើយបងរកអាផ្សេងទៀតមើលអូគេសេថាថ្មីនេះមានគេលេងសត្វឆ្មាចោលពេញព្រៃគួរឲ្យអាណិតមែនណាហើយពួកវាដើរគ្រប់ទីកន្លែងបើឃើញហើយឲ្យបាយស៊ីផងអាឆ្មានេះយំថាបែកទៅឆ្លងដល់ហើយដាប់ហើយវាឃ្លានអូនសម្លាញ់ទៅដាក់បាយអោហើយទៅដាក់បាត់ឲ្យលឿនមកម៉េចក៏ប្រាប់ណាវីបអើយឆ្មាបាត់ទៅណាហើយមានរឿងមិនស្រួលហើយក៏ប្រាប់ដែរក៏ប្រាប់ស៊ីឆ្មាបាត់ទៅហើយព្រឺសបើតែម្ដងនាងមិនត្រឹមតែស៊ីសាច់ដែលខ្ញុំទិញឲ្យនោះទេនាងព្រមតែស៊ីសាច់សត្វទាំងរស់តែម្ដងគួរឲ្យភ័យរន្ធត់ដល់ហើយមិនដែលឃើញទេពិតជាអាក្រក់ខ្លាំងបំផុតហើយណាបើស៊ីឆ្មាឲ្យមិនតាន់ឆ្អែតនាងប្រកាសជារស់ស្អីស៊ីមិនខានឡើយខ្ញុំដឹកចាត់វិធានការទៅបានតែប្រមូលយកទុកសិនចយរូគេសង្កេតមើលទៅស្ថានភាពដូចជាមិនសូវស្រួលរូគេក៏បានប្រញាប់ប្រមូលរបស់របរយកមកទុកដាក់ដើម្បីសុវត្ថិភាពចយដល់ចាប់សត្វចិញ្ចឹមនៅក្នុងផ្ទះរួចប្រឡែងទៅខាងក្រៅដើម្បីឲ្យរួចជីវិតពីការស្លាប់ឆាប់ចេញពីផ្ទះឡើយនេះងាប់ទៅម៉ែអស់ឡើយហើយពេលរាត្រីក៏បានមកដល់ចយក៏បានយកខ្សែពួរចងដៃប្រពន្ធរបស់គេសងខាងព្រោះខ្លាចនាងទៅរកចាប់ស្អីស៊ីនៅពាក់កណ្ដាលយប់រួចរាល់ហើយធ្វើបែបនេះទើបមិនអាចចាប់ស្អីស៊ីបានម៉ោង2ទៀបភ្លឺទៅហើយប្រពន្ធរបស់ចយក៏មានរោគសញ្ញាព្រួលប្រែម្ដងទៀតÔi buộc khảm đó lấy, lấy giấy kếtពិតជា
សាហាវពេកហើយខ្ញុំចង់តែដៃដែលអាចដកកចេញបានធ្លាប់តែឃើញក្នុងរឿងពេលនេះជួបពិតហើយយកផ្លូវបត់ទៅក្រោមក្រែនេះបញ្ឆោតនាងឲ្យទៅក្រៅសិនចោលស្អីគេហោះហ្នឹងចាប់បានស្រាច់ម៉ែអើយយកពវៀនក្រៅជំនួសដៃបានទៀតឆ្ងាយណាស់មិនកើតទេណាចាប់កិច្ចខ្លួនសិនទៅបានតាវ៉ាអើយកុំតាមបោអីដែរសាច់មាត់ចិត្តអស់ហើយតើអស់សាច់មាត់ប្រកបដើររកអីស៊ីទៀតបកាដល់ហើយគឺជាពីងមានតែចូលពីងសិនហើយទៅបានចើប្រិមិត្តជាទីមេត្រីដើម្បីជាកម្លាំងចិត្តរកការបញ្ចូលសម្លេងសូមប្រិមិត្តជួយឧបត្ថម្ភខ្លះៗផងណាដើម្បីជួយលើកទឹកចិត្តឆាប់ចេញវីដេអូបន្ថែមទៀតអរគុណច្រើនចាប់បាត់ទៅណាហើយពងតែឆ្ងាញ់អស់មកប៉ណ្ណឹងមិនទាន់គ្រប់គ្រាន់ទេតែរកអីស៊ីនៅខាងក្រៅទៀតហេវដល់ហើយហើយបើមើលជួយមើលគ្នាមើលអាស្អីគេហោះទាំងកដាយប់នោះអូយគាត់ដល់ចឹងក៏ឯងមើលមិនស្គាល់ដែរគឺជាថាហោះរបស់ UFO ណាអូស្អីគេពួកថាហោះចេះតែនិយាយត្មងហ៎និយាយអានេះឯងមិនដែលឃើញទេឯងពួកអវកាសគេផ្សាយរាល់ថ្ងៃហ្នឹងបើថាហោះវាមិនដែលមានអណ្ដាតលៀនថ្លែអញ្ចឹងទេចម្លែកដល់ហើយនេះបើបញ្ចុកដល់ការពិតវាឲ្យឆ្លោះមើលត្មងហ៎ស្អីគេចាំភ្នែកម៉ែអត់ត្មងយកអាប់ទេមួយអូទៅចាំបាត់ទៅណារកស្អីវៃសិនយ៉ារលឡាងប់ចោលរៃអត់ទៅហើយឯងជួយមើលវាតាមមកដែរទេជួយមើលវាតាមមកបងតាមមកតើយើងធ្វើមិនទៀតទៅបងជួយប្រាប់មើលបន្ទាប់ឲ្យឯងគិតមកផ្លេតសិនធ្លាប់មកឃើញក្នុងទូឥឡូវនេះជួបពិតមែនហើយឆាប់គិតរកបញ្ចុះបាយលឿនតោណាមើលទៅវាសាហាវខ្លាំងណាស់លឺឡើងអូអញដឹកឃើញហើយបងទៅធ្វើអ្វីអត់ធ្វើជាងាប់ដាំក្បាលចូលទៅក្តោបភក់ហើយតុបដង្ហើមធ្វើពុតជាងាប់ឯងដឹងទេតើចូលលឿនឡើងចូលអត់ទីបខរយើងតាមតនហើយងាប់ទេអើយចរៃយើងខ្យល់ស្អុយដល់ហើយសង្ស័យតែងាប់ពិតបែបយើងទៅរកអីស៊ីវិញល្អជាងអូយស្ទះដង្ហើមខ្លាំងណាស់សើតែងាប់មែនតែនពិតជាកាច់ហាវខ្លាំងណាស់យើងប្រញាប់តែ5ម៉ែឪរបស់យើងរកឃើញចំណៃហើយព្រឹកឡើងមីណាប្រពន្ធរបស់ចយបន្ទាប់ពីមករកស្អីស៊ីនៅខាងក្រៅវិញរូបនាងដេកតែម្នាក់ឯងសន្ធឹងលើគ្រែបាត់ចយទៅណាអស់កម្លាំងដល់ហើយបាត់អាចចយទៅណាទៅគួរខ្លាចអើយបន្ទោអោបងសម្លាញ់ធ្វើអីក្នុងពីងហ្នឹងខ្យល់ចាក់ខ្លាំងពេកទើបខ្ញុំចូលមកនៅក្នុងពីងហ្នឹងបញ្ញាប់ចេញមកក្រៅមើលខ្ញុំដូចជាថប់ដង្ហើមដល់ហើយនេះអូសម្លាញ់ឲ្យពួកអូនទៅត្រូវស្អីបានធំមកម៉ែខ្ញុំក៏មិនដឹងដែរណាផ្ទះវាដេកឡើងឃើញវាធំចឹងត្មងក៏ប្រាប់ណាគឺមានកូនគឺស៊ីអាហារល្ងាចមិញហ្នឹងណាហើយលុយសន្សំរបស់ខ្ញុំនៅក្នុងក្បាលពូនេះឯងបងចយខ្ញុំហេវណាភ្ញាក់មកក៏ហេវត្មងដែរបណ្ដៃទៅចាប់បត់ទៅរត់ទិញឲ្យណាអញ្ចឹងឲ្យលឿនឡើងទៅណាប្ដីវីវយបណ្ដៃស្មារតីឈប់ស៊ីសាច់ទេស្ថានភាពរបស់មីណាកាន់តែអាក្រក់ទៅហើយទោះជានាងដើរស៊ីសាច់អស់ពេញមួយភូមិក៏ដោយក៏នាងនៅតែហេវបន្តទៀតអាឌូអើយតើស្អីគេបើស៊ីឯងដាច់ពី3កដាត់យកមិញអាឌូមាត់ពេញត្រង់ឲ្យស្អីគេខំតែមកយប់អស់លីងងាប់អស់លីងអើយវីវយក៏ប្រាប់ណាគឺជាស្នាដៃប្រពន្ធរបស់ខ្ញុំកាលពីយប់មិញ
អូរ៉ាមីយ៉ាខ្ញុំយកដូចលើកទី1សាច់ស្រស់ស្រស់គ្មានខ្លាញ់ជាប់ណាមីអាចចប់ឲ្យខ្ញុំបានទេ អូកំបងអាដូចលើកបូនឯងយកសាច់ស្រស់ៗទៅឲ្យខ្មោចស៊ីមិនទេអាចចយ គឺណែ អូមិនក៏ឯងទៅប្រដេកស្រើអីខ្លាំងបបែសាច់ឯងចប់រួចហើយ បាទមីងស៊ូចំពេកយើងឆ្លើយថាម៉េច ពេលដែលចយដល់ចេញពីតូបលក់សាច់ភ្លាមរំពេចនោះក្មេង2នាក់ដែលបានត្រូវខ្មោចលងកាលពីយប់មិញរួមជាមួយអ្នកស្រុកអ្នកភូមិដែលបាត់មន់ទាឆ្កែរបស់ពួកគេមកជំនុំគ្នានៅតូបរបស់មីង អូអ្នកអរគ្នាយកមិនយកឃើញអាប់មួយបើកភ្លើងផ្លេតដល់វាស្រាទៀតផងណាមែនហើយអ្នកទាំងអស់គ្នាគាត់និយាយគឺជាការពិតពួកខ្ញុំយកមិនត្រូវអាប់ដេញខាំស្ទើរតែអស់ជីវិតទៀតណាការពីយកមិនសាច់មន់របស់ខ្ញុំត្រូវស្អីស៊ីអស់ពេកបើត្រូវគិតថាអាប់ហើយចៅ បើអញ្ចឹងពិតជាអាបមែនហើយបើដើរស៊ីតែពវៀនអញ្ចឹងនោះ អូថាម៉េចមានអាពិតមែនទេអូចុះឯងយកតែសាច់ស្រស់ចឹងយកទៅឲ្យខ្មោចស៊ីមែនទេ គឺណែគឺ អូ មីងលក់មហោពេលដែលលឺអ្នកស្រុកអ្នកភូមិនិយាយបែបនេះគាត់ដាក់ការសង្ស័យទៅលើចយភ្លាមព្រោះចយកំងទិញសាច់ស្រស់ជាច្រើន ផ្លែឈើស្រស់អស់លោកអើយផ្លែឈើស្រស់ត្រឡប់មកវិញអើ អើយសុំសួរមួយមើលនៅម្ដុំភូមិនេះមានមនុស្សចម្លែកមុខដូចចៅដែរទេយាយប្រាប់មើល អូអារ៉ាគេដូចចោហ៎មើលទៅដូចចំពួកឯងហើយដែលមុខស្តៀងចោដែរមើល អូលោកយាយរឿងវាបែបនេះដែរពួកខ្ញុំកំពុងតាមរមម្នាក់ដែលមានរូបរាងស្គមសង្ហាបន្តិចដែរអាមួយដឹងហើយវាចំណាំពាក់អាវពណ៌អីចេះអូនឹកឃើញអាមួយដឹងគឺចំណាំពាក់អាវពណ៌ក្រហមហើយស្លៀកខោពណ៌អីចេះដល់នឹកឃើញអូនឹកឃើញខោវាក៏ពណ៌ក្រហមដែរ មិនមែនឲ្យឲ្យពណ៌ក្រហម ហើយយាយមិនធ្លាប់ឃើញណាគេដែលមានភិនភាកដូចខ្ញុំបានរៀបរាប់ទេពួកអាបំបងបាយវាពាក់អាវពណ៌ទៅស្ដែង អូយបើថាអោក្រហមអោឃ្យូស្អីទេឃើញតែគេពាក់ពេញតែផ្សារហ្នឹងទៅមើល ដែរបងសញ្ញា GPS របស់ឆ្នាំគឺបង្ហាញមកថាម្ដុំភូមិនេះហើយណា ពិតមែនហើយវាប្រកាសជានៅម្ដុំភូមិនេះតើពួកយើងមកបែកផ្លូវគ្នាដើររក ពួកគេគឺជាកូនចៅរបស់សង្ហាតាមរត់ចយដែលបានលួចថ្នាំនោះមកយកទៅឲ្យសង្ហាវិញ ពីដាប្រពន្ធខ្ញុំអើយយកមិនបានធ្វើស្អីខ្លះពេលនេះអ្នកស្រុកអ្នកភូមិនិយាយពេញផ្សារទៅហើយដើម្បីការមិនខាន អូយតើមានតម្រុយខ្លះដែរទេរកគ្រប់កន្លែងហើយមិនឃើញទេនឹងហើយថាមិននឹងទៀត ហេគឺជាពួកគេតាដាក់មេប្រូសិនអើយ ឆាប់តាមចាប់វាទាំងរស់មកបាទបងជុំសិនហើយជុំសិន អ្នកស្រុកអ្នកភូមិរួមជាមួយនឹងអាជីវករនៅផ្សារបានប្រមូលគ្នាមកផ្ទះមេភូមិដើម្បីដោះស្រាយបញ្ហាក្នុងរឿងនេះ មេភូមិពួកខ្ញុំទាំងពីរនាក់ស្ទើរតែងាប់ហើយដោយសារជុំអាមនៅវាលស្រែភូមិយើងណាមេភូមិបាទភូមិយើងលែងមានសុវត្ថិភាពទៀតហើយបែរហើយបនទៀតជ្រូកឆ្កែរបស់ខ្ញុំងាប់អស់ពីត្រង់ហើយខប់ចិញ្ចឹមចោលងាប់ពេលនេះវាមកស៊ី free អត់ប្រយោជន៍តែម្ដងចឹងផងធ្លាប់តែលើចាស់និយាយបើសិនជាមានអាប់ពិតមែនប្រកាសជាវីវមិនខានឡើយចុះឥឡូវពួកយើងដាក់ការសង្ស័យលើតាគេនៅក្នុងភូមិយើងជួយរនឹកមើលអូតាគេចេះដល់កើតអាប់ខ្ញុំមិនដឹងទេអូចំណែកខ្ញុំសង្ស័យចយហើយមូលហេតុអីបានជាសង្ស័យអាចយអូដែរថ្មីនេះវាតែបន្ទិញសាច់របស់ខ្ញុំច្រើនគីឡូខ្លាំងណាស់ហើយរកអាដាស្រស់មិនឲ្យលៀងឈាមចេញទេអាចយប្រុសនោះជាអើមិនកើតទៅត្រូវហើយខ្ញុំឃើញផ្ទាល់ភ្នែករបស់ខ្ញុំទាំងគូណាគឺជាស្ត្រីហើយផ្សក់វែងត្រឹមកហើយមុខស្អាតសុចស៊ីទៀតផងណាពិតដែរទេកើតជាអាប់ហើយដូចសុចស៊ីទៀតត្រូវហើយអ្វីដែលពួកខ្ញុំបានឃើញហើយនិយាយប្រាប់ទាំងអស់គ្នាគឺជាការពិតហើយបើតាមយើងសង្កេតមើលយើងធ្លាប់ទៅលេខផ្ទះចយស្រាប់ថាត្រីស្រស់ប្រពន្ធរបស់វាស្ទុះចេញពីក្នុងបោតែម្ដងឬក៏មិនស្រួលហើយយើងក៏ដាក់ការសង្ស័យនៅក្នុងរឿងនេះដែរយប់នេះពួកឯងទាំងអស់គ្នាត្រូវត្រៀមអាវុធចាប់វាទាំងរស់តែម្ដងណាចេះយកយើងទៅចូលរួមកំចាត់អានចេញវិទូរបស់យើងនៅយប់នេះ អ្នកភូមិបានដាក់ការសង្ស័យទៅលើចយនិងប្រពន្ធរបស់ចយយ៉ាងខ្លាំងពេលនេះមេភូមិឲ្យត្រៀមបដាចាប់អាបទាំងរស់នៅយប់នេះ ក៏តាមមកដាក់ហត់ដល់ហើយខ្ចីបន្ទោប្រើសិនអូនអើយ បន្ទោខ្ញុំទេបងអើយចង្រៃអាចោចង្រៃឯងគិតថារត់គេចខ្លួនរួចមែនទេអាដែងតាមចាប់វាភ្លាមហត់ដល់ហើយបងអើយរកកន្លែងស៊ីមីមួយចានសិនទៅ អូនសម្លាញ់ដែរពេលនេះវីវហើយគេតាមចាប់អូនសម្លាញ់ណៃណាហេចាអូនសម្លាញ់ទៅអង្គុយអីមកពូនដែរប្រយ័ត្នគេឃើញឆាប់ចោលភ្លាម
ពួកឯងបានឃើញទេដូចជាឃើញនរណាម្នាក់មកផ្លែតនៅមាត់ប្អួយណាខ្ញុំក៏បានឃើញផ្លែតដែរបន្ទាប់មកដូចជាផ្ងាក្រោយទៅបាត់វិញណាបង តែនេះទៅផ្លិតឈៀបណាស់វាដីថាមិនប្រកក្ដីហើយបង បើបែបនេះមែនយើងនឹងចាំមើលការពិតនៅត្រង់នេះតែម្ដងណាវើយ ពួកគេចាំខ្លមើលថាចយចូលទៅក្នុងផ្ទះនេះពិតដែរឬទេហើយចំណែកយប់នេះអ្នកស្រុកអ្នកភូមិក៏បានមកផ្ទះចយដែរតើរឿងរ៉ាវនៅយប់នេះទៅជាយ៉ាងណាសូមប្រិមិត្តកុំភ្លេចជួយឧបត្ថម្ភខ្លះៗផងណាអរគុណច្រើន